khai chốt sợi trắng cho bọt phơi phơi trắng dương đập bọt cái bọt là cái phong là bởi giờ bọt rồi đây cho bọng cá đi sòng bóng pro ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាបាទខ្ញុំដូចជាខានធ្វើវីដេអូ vlog យូរដែរអញ្ចឹងអ្នកដែលតាមដានបាទ vlog ខ្ញុំពីមុនប្រហែលជាភ្លេចខ្ញុំហើយប៉ុន្តែសម្រាប់ខ្ញុំគឺនៅទេមិនតន់ភ្លេចពុកម៉ែបងប្អូនអ្នកគ្នាទេហើយគឺថានឹកអ្នកទាំងអស់គ្នាមែនតើណាអញ្ចឹងថ្ងៃហ្នឹងគឺយើងមកបាននិយាយពីសកម្មភាពបាទទៅច្រូតស្រូវនៅស្រុកបាទរយៈពេលបាទ3 4 10ថ្ងៃពេញតែម្ដងណាអ្នកគ្នាបាទរយៈពេល1ឆ្នាំពេញឥឡូវហ្នឹងគឺជាបាទដល់រដូវប្រមូលផលស្រូវអញ្ចឹងណាយ៉ាងម៉េចហើយបាទពុកម៉ែបងប្អូនកសិករគ្នាយើងបាទបានប្រមាណអីប្រមាណដែរបាទ comment នៅក្នុងវីដេអូនោះផងបាទជារដូវប្រមូលផលស្រូវអញ្ចឹងណាហើយសម្រាប់ស្រែខ្ញុំឆ្នាំនេះបាទគឺបានតិចតួចមែនតើពុកម៉ែបងប្អូនហើយដោយសារតែយើងមើលថាបានទៅដល់ហើយនៅមួយស្រូវឆ្នាំនេះគឺដួលរៀបបាទដូចកទេលតែម្ដងដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងបាទខ្ញុំខានធ្វើ blog យ៉ាងយូរទៅពេលអញ្ចឹងទៅបាននិយាយអីមិនសូវបានបោះក្បាយបានទេពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងអ្នកដែលមើលវីដេអូហ្នឹងហើយកុំភ្លេចបាទធ្វើការ like share ឲ្យខ្ញុំម្នាក់មួយពីរផងដើម្បីលើកក្រោយខ្ញុំនឹងធ្វើវីដេអូសកម្មភាពថ្មីឲ្យពុកម៉ែបងប្អូនមើលទៀតហើយខ្ញុំមិនសូវបានជាចេញ vlog បាទញឹកញាប់ប្រហែលទេពុកម៉ែបងប្អូនដោយសារតែមានរវល់បាទការងារបន្តខ្លួនអីចឹងទៅបានតែផុសលេងធម្មតាអីចឹងណាប៉ុន្តែបាទសកម្មភាពវែងឬក៏រៀបរាប់ពីសកម្មភាពផ្សេងៗដូចជាមិនសូវតន់មានបាទចប់លប់ប្រហែលទេពុកម៉ែបងប្អូនអ្នកគ្នាស្រូវគេស្រាលគេច្រូតមុនហើយតែចម្លែកបាទស្រូវខ្ញុំនេះគេហៅពូជធ្ងន់ណាប៉ុន្តែគីឡូនឹងវាស្រាលទេប៉ុន្តែពូជស្រូវនឹងវាធ្ងន់បាទអញ្ចឹងហើយយើងច្រូតរៀងយូរជាងគេដែរបាទហើយច្រូតហ្នឹងប្រើរយៈពេលបាទមួយអាទិត្យពេញតែម្ដងអ្នកទាំងអស់គ្នាដោយសារតែយើងច្រូតដៃឯងយើងអត់ច្រូតម៉ាស៊ីនទេដោយសារតែច្រូតម៉ាស៊ីនហ្នឹងវាដោយគ្រោះដោយអីខ្លាំងពេកអ្នកទាំងអស់គ្នាអញ្ចឹងយើងច្រូតដៃវាយូរក៏ពិតមែនក៏ប៉ុន្តែវាស្រូវវាអត់មានគ្រោះអត់មានអីទេពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងអ្នកដែលធ្លាប់ធ្វើខ្សែធ្វើចការអីដឹងហើយគាត់ដឹងហើយបាទពីរបៀបបាទណាមួយស្រូវយើងធ្វើហូបខ្លួនឯងយើងអត់ធ្វើសម្រាប់លក់ទេអញ្ចឹងម៉ាស៊ីនជាបាទឲ្យយើងធ្វើសម្រាប់លក់យើងច្រូតម៉ាស៊ីនច្រូតអីទៅវាលឿនអញ្ចឹងណាតែបើស្រូវយើងធ្វើហូបខ្លួនឯងចេះបាទយើងច្រូតដៃទៅវាល្អជាងដែលយើងច្រូតម៉ាស៊ីនហើយសម្រាប់វីដេអូខ្ញុំក៏មានអីច្រើនដែរពុកម៉ែបងប្អូនអ្នកគ្នាហើយសង្ឃឹមតែអ្នកនរគ្នាចូលចិត្តវីដេអូនេះហើយបាទធ្វើការ like share ខ្ញុំម្នាក់មួយផងហើយឥឡូវស្រូវយើងគឺបានហើយជាស្ថាពរហើយគឺបានរៀងគួរសមបេដែរណាបាទដោយសារនៅស្រុកនេះគេចូលភ្លាមគេដាក់បេអញ្ចឹងទៅអ្នកនរគ្នាបាទនៅខាងពុកម៉ែបងប្អូនបាទដាក់អីដែរហើយហ្នឹងហើយអ្នកនរគ្នាបាទបន្ទាប់មកលើកស្រូវដាក់អីដាក់ក្លេថងដើម្បីដឹកមកផ្ទះអញ្ចឹងដោយសារខ្ញុំវាយស្រូវហ្នឹងគឺនៅស្រែបាទហើយមិនតាន់បានលើកចេញមកស្រួលបួលផងអ្នកនរគ្នាក្លេថងមិនតាន់ចេញផុតចំបើងហ្នឹងផងជាប់រុញនៅហ្នឹងបាទពីម៉ោង 2:10 កន្លះរហូតដល់ម៉ោង 4 បាទបានដល់ផ្ទះអ្នកនរគ្នាអើយបាទហត់ខ្លាំងមែនតើបាទជីវិតអ្នកស្រែមានតែប៉ុណ្្នេះឯងហើយសម្រាប់វីដេអូខ្ញុំក៏មានច្រើនដែរបងប្អូនអ្នកគ្នាយើងជួបគ្នានៅវីដេអូក្រោយណាបាយបាយ